ខេត្តបាត់ដំបងចំនួនពួកយើងចំនួនទី2ហើយណាទេណាចឹងព្យាយាមបណ្ដុះភិក្ខុយើងសាមណេរយើងឲ្យបានល្អហើយដោយសារតែកណាអ្នកស្រុកបាត់ដំបងនៅចឹងទៅវាពេញចិត្តខ្លះដែរចរិតរឹកពីរបស់អ្នកស្រុកបាត់ដំបងហ្នឹងណានៅស្លៀកពាក់សគុតសគុំស្បង់ស្បាយត្រីយវលល្អខេត្តដទៃក៏ល្អដែរខេត្តយើងក៏ល្អប៉ុន្តែសូមប្រគល់ណាបណ្ដុះភិក្ខុសង្ឃឲ្យចេះឲ្យខ្មាស់បាបឲ្យខ្លាចបាបហើយព្យាយាមរស់ឲ្យឆ្ងាយពីជីវិតកុហកទៅណាពេលកុហកគេឆ្លោះគ្នារឿងប្តីប្រពន្ធគេយើងកុំទៅចូលអីខមមិនអីបាទអាត្មាវិញអាត្មាស្មោះហើយទៅស្មោះស្អីគេដែរនាងនោះពងតែប្តីនេះផងដាក់មកចុះលោកនឹងមកវិញណាអន់ចង់ឃើញទេកុំទៅណាកុំកណាអំបកុំទៅចិត្តគេកំពុងឲ្យឆ្លោះគ្នារឿងស្មោះយើងនៅឆ្ងាយណាបកូនណាកុំទៅចិត្តគេមិនចង់ស្ដាប់ធម៌ព្រះអង្គទេហើយបើប្រធេរៈចាស់ចូលចិត្តលេងអញ្ចឹងលោកក្មេងៗឃើញលេងតាមយូរវាអស់តម្លៃនេះឯកឧត្តមមានប្រសាសន៍មិញថាក្នុងរដ្ឋាភិបាលគឺគេយកអាទិភាព5មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា Digital ប្រគល់ណាបច្ចេកវិទ្យានេះណាវាដូចជាទីលានមួយដែលគ្មានទីបំផុតចឹងលោកចាស់ចូលទៅគឺមិនដឹងទៅឯណាទេអញ្ចឹងរឿងណាដែលគួរជៀសវាងបានកុំនិយាយឲ្យបដៅភិក្ខុសង្ឃយើងណាព្រះអង្គក្មេងៗកុំឲ្យឆ្លើងឆ្លងជាមួយញាតិញោមដែលគាត់កំពុងឲ្យឆ្លោះគ្នាតោះតេងគ្នាហេកណាចូលទៅខត់គាត់អូយមានណាគេស្ដាប់ព្រះអង្គហ្នឹងហើយហើយជួនកាលឃើញលោកទៅសៀគេច្រៀងឆ្លោះរឿងចម្រៀងថាបាទអាត្មាមិនច្រៀងអញ្ចឹងទេទៅអាចឹងទៅវាយ៉ាងម៉េចអត់ទេបើប្រហោះទៅសេអំពីប្រវត្តិសាសនាវប្បធម៌ប្រពៃណីអីចឹងណែចេះវិញគេថាអូនេះអាខោននេះរបស់ព្រះអង្គទៅឃើញទៅសេមានប្រយោជន៍ទេហ្នឹងហើយមកល្អហ្នឹងហើយកណាចាំមួយលោកម្ចាស់ណែកណាទៅបិណ្ឌបាតណាពីដើមគេហៅផ្សារដើមដូងកន្លែងដៃ8ទៀតមិនចឹងឥឡូវពីដើមគេហៅផ្សារដើមដូងកន្លែងហ្នឹងហើយកណាទៅបិណ្ឌបាតដល់នោះពីវត្តរេសឆ្ងាយណាដើរកាត់រាប់តាមខ្នល់តែភ្លើងទៅព្រោះតនោះញោមប្រគេនច្រើនទៅដើរត្រឡប់មកវិញឯដំអើយត្រឡប់មកដល់ផ្ទះមួយឈួរឆ្កប់គាត់ថាអូកណាមដាក់ទេកណាមដាក់បាតព្រះអង្គឯកណាពងឲ្យឆ្លោះគ្នាទៅញោមបើឆ្លោះគ្នាបើមិនស្រែកឲ្យលឺទីគ្នាដើមវិញហ្នឹងគេទេដល់បិណ្ឌបាតទៅចំឲ្យកន្លែងគេឆ្លោះគ្នាមែនទេនោះប្រូចគ្រាន់គេថាvậyហ្នឹងអញ្ចឹងសម័យនេះវាជាពេលវេលាដែលឆ្លងសហសម័យនៃជីវិតបែបប្រពៃណីចូលមកកាន់បែបបច្ចេកវិទ្យាអញ្ចឹងណាទេណាអញ្ចឹងភិក្ខុសង្ឃរបស់យើងព្រះអង្គជួយភិក្ខុសាមណេរយើងតូចហ្នឹងទៀតណាជួយកណាមើលពេលខ្លះមិនមែនព្រះអង្គតូចទេព្រះអង្គធំតែម្ដងកោះខ្យល់លើកណាសាជួនកាលលេងដេកលើសឹងលើក្រេលេងអោបតុក្កតាគ្មានអ្នកកំដរហើយយកតែកំដរស្អីតុក្កតាហ្នឹងអាហ្នឹងសិតតែរឿងមិនអើយព្រះនៅបញ្ញត្តិសិក្ខាបទហ្នឹងលោកណាដេកអោបតុក្កតាត្រូវបាត់ទុកគាត់ឲ្យសួយអាហ្នឹងគេហៅសិលសុជីវធម៌ក្នុងការរស់នៅទៅណាព្យាយាមលះអាហ្នឹងប្រាប់ភិក្ខុសាមណេរយើងហើយកណាវិបត្តិបញ្ហាដែលយើងប្រឈមរបស់ពុទ្ធកសិក្សាយើងនេះគឺមាន
តដែលជាតដែលហ្នឹងគ្រូប្រាក់ខែរៀនយូរយូរអស់សិស្សហើយយើងដោះតដែលកើតឡើងតដែលកណាប៉ុន្តែឆ្នាំនេះសម្ដេចលោកបានកំណត់គ្នាថានឹងប្រជុំដោះស្រាយវិបត្តិបញ្ហាកើតឡើងនៅក្នុងសាសនាមួយខែម្ដងអញ្ចឹងប្រហែលជាយើងអាចដោះរឿងណាจะមើលបានប៉ុណ្ណាយើងដោះប៉ុណ្ណឹងចោះណាហើយកណានៅទទួលប្រកេនកោតសរសើរលើកទឹកចិត្តព្រះគ្រូចាតិកាដែលបានបើកសាលាជួយហើយលោកគ្រូដែលនៅចិត្តនឹងវត្តដែលអត់បើកសាលានឹងជួយព្រះអង្គផងព្រះអង្គដែលបើកសាលាទៅណាជួយអីបានក៏ជួយនឹងទៅបើថាជួយមិនបានទេមិនបាច់ជួយទេហ្នឹងហើយជួយណាដែលអាចជួយបានហើយឮពាក្យមិនសូវព្រោះកន្លងមកថាចេះថាចុះអីរឿងលោកទៅរៀនវត្តគេវត្តយើងអីអត់មានទេណាប្រគល់ណាឈប់មានហើយវត្តនឹងឲ្យទៅរៀននេះទុកលោកឲ្យទៅរៀនវត្តនោះវិញវត្តចេះវត្តចុះកុំឲ្យមានតែអត់ពេលនេះជាពេលដែលមិនត្រូវមានរឿងអីចឹងកើតឡើងក្នុងពុទ្ធសាសនមណ្ឌលនេះសូមសាមគ្គីដើម្បីប្រយោជន៍ជាតិយើងសាសនាយើងសង្គមយើងសូមប្រគេនពរព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គនិងជូនពរឯកឧត្តមអបាលរងឯកឧត្តមរដ្ឋលេខាធិការព្រះអង្គប្រធានសាខាខេត្តបាត់ដំបងនៅថ្ងៃបើកប្រវេសនកាលនេះសូមអង្គប្រតិទាំងមូលប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយ